សួស្តីបងប្អូនអរគ្នាដឹងហើយតាមចេកណាំវ៉ានេះឃើញថាប្រជាជនរបស់ខ្មែរយើងគឺចូលចិត្តដាំខ្ញុំដាំនឹងចូលចិត្តយកធ្វើនំតែអត្ថប្រយោជន៍របស់វាមានអ្វីខ្លះនោះជឿជាក់ថាប្រជាជនរបស់យើងអត់ទាន់ដឹងទេភាគច្រើនគឺមិនសូវដឹងមានដឹងខ្លះមិនមែនអត់សទេតែឲ្យលំអិតអំពីវាមិនទាន់ដឹងទេហើយវីដេអូនេះខ្ញុំបង្ហាញបងប្អូនអំពីចេកណាំវ៉ាហើយពេលក្រោយនឹងបង្ហាញអំពីអត្ថប្រយោជន៍របស់វាតើវាមានអត្ថប្រយោជន៍អ្វីខ្លះចាប់តាំងពីឫសរហូតទៅដល់ចុងស្លឹកអញ្ចឹងមានន័យថាអត្ថប្រយោជន៍របស់វាមានច្រើនណាស់ចំពោះចេកណាំវ៉ានេះវាមានតាំងពីឫសរហូតដល់ចុងស្លឹកគឺគ្រប់ចំណុចនៃចេកណាំវ៉ានេះសិតតែមានប្រយោជន៍ឬវាប្រយោជន៍អ្វីដើមវាមានប្រយោជន៍អ្វីស្លឹកវាមានប្រយោជន៍អ្វីផ្លែវាមានប្រយោជន៍អ្វីអញ្ចឹងវីដេអូក្រោយនឹងបង្ហាញអំពីអត្ថប្រយោជន៍របស់វាដល់បងប្អូនមួយឲ្យបានលម្អិតសម្រាប់ចេកណាំវ៉ាដែលយើងដាំនៅជិតផ្ទះហ្នឹងណាឲ្យដឹងអំពីអត្ថប្រយោជន៍របស់វាកុំឲ្យយើងអត់ដឹងអត្ថប្រយោជន៍វាដាំហើយបានតែប្រើលក្ខណៈធម្មតាអញ្ចឹងយើងត្រូវដឹងអត្ថប្រយោជន៍របស់វាអស់ដើម្បីងាយស្រួលយើងយកវាទៅប្រើប្រាស់កុំឲ្យអស់អំពីលទ្ធភាពនៃការប្រើអញ្ចឹងអរគុណច្រើន